នេះគឺជាដំណើរកម្សាន្តរបស់ពួកយើងរយៈពេលមួយយប់ពីរថ្ងៃចេញពីស្វាយរៀងទៅគិរីរម្យអូខេថ្ងៃនេះដែរគឺខ្ញុំនេក៏បបួរគ្នាមួយបងមកដើរលេងនៅឧទ្យានគិរីរម្យនៅកំពង់ស្ពឺអ្នកគ្នាប្រហែលស្គាល់ពីច្រើនហើយសម្រាប់ដំណើរកម្សាន្តមួយនេះគឺយើងព្រមដំណើរដោយពីម៉ូតូ4នាក់អូខេប៉ុន្តែម៉ូតូមួយទៀតបានទៅជិតដល់គោលដៅហើយព្រោះគាត់ឡើងទៅតាំងម៉ោង5ហើយខ្ញុំនេះចេញទៅម៉ោង8យ៉ាគេថា late ម៉ោងខ្លាំងមែនតើអញ្ចឹងធ្វើឲ្យពួកគាត់នឹងអង្គុយចាំនៅជើងភ្នំយ៉ាហើយនេះខ្ញុំចេញដំណើរទៅហើយឥឡូវតាមផ្លូវជាតិលេខ1គឺថាផ្លូវស្រួលជិះខ្លាំងមែនតើបាទជិះមួយផ្លែតដល់អ្នកលឿងតែម្ដងយ៉ាចម្ងាយរបស់វាដូចជា200គីឡូដែរពីស្វាយរៀងទៅគិរីរម្យយ៉ាបន្ទាប់ពីធ្វើដំណើរដ៏យូរមកពួកយើងក៏មិនទាន់ទៅដល់គោលដៅដែរគឺយើងមកទិញអីញ៉ាំអង្គុយសម្រាប់មួយផ្លែតព្រោះយើងធ្វើដំណើរផ្លូវឆ្ងាយអញ្ចឹងយើងគិតពីសុវត្ថិភាពខ្លួនឯងផងបាទអូខេក៏មកអង្គុយញ៉ាំអាហារតិចតួចព្រោះយ៉ាត្រកកាពះសិនទេយ៉ាហើយទៀតក៏រំជើបដំណើរទៅទៀតហើយបាទនេះគឺផ្លូវជាតិលេខ4យើងបុកទៅកំពង់ស្ពឺតែម្ដងយ៉ានេះដូចជានៅក្នុងខេត្តកណ្ដាលយ៉ានេះយើងកំពុងដែរទៀតនឹងជិះទៅកំពង់ស្ពឺតែម្ដងហើយនេះទេសភាពនៅតាមផ្លូវជាតិលេខ4អ្នកគ្នាមើលទៅបាទស្អាតខ្លាំងមែនតើយ៉ាហើយបន្ទាប់ពីយើងជិះម៉ូតូមកស្ពឹកគូតមកយើងក៏ចូលមកញ៉ាំអីនៅផ្ទះពូបាទយ៉ាគឺថាផ្ទះគាត់មានលក់បាយពេលព្រឹកយ៉ាពេលថ្ងៃពេលល្ងាចមានទាំងអស់តែម្ដងនេះបាទគឺម្ហូបអត់ដឹងហួយដែរដូចជាមាន់សាច់មាន់យ៉ាហើយមួយបាយយ៉ាហើយយើងរៀបចំញ៉ាំបាយទាំងអស់គ្នាដើម្បីយកកម្លាំងបើកម៉ូតូទៅបំពេញមីសិនរបស់យើងបន្តទៀតអូខេបន្ទាប់ពីយើងចំណាយពេលជិះម៉ូតូរាប់ម៉ោងយូរមកឥឡូវយើងបានមកដល់ខេត្តកំពង់ស្ពឺនេះគឺជាទិដ្ឋភាពនៅក្នុងដងផ្លូវស្ថិតនៅក្នុងក្រុងកំពង់ស្ពឺនេះគឺជាមុខងំនៃឯករាជ្យនៅកំពង់ស្ពឺបាទក្នុងការជិះម៉ូតូហត់នៅពេលដែលយើងឃើញភ្នំចាស់គឺថាបាត់អស់លេងតែម្ដងអារម្មណ៍មួយណាយើងមកស្រាប់យើងចាប់តាំងកាយើងក៏នេះឲ្យមកចិត្តមកឆ្ងាញ់មិនឆ្ងាញ់យកមកទេអ៊ំហ៊ានទៅនេះក៏តាមមួយឯងនេះហើយយើងក៏បានមកឈប់នៅក្រាសាំងហើយយ៉ារៀបចំទិញអាហារដើម្បីយកឡើងភ្នំអូខេបាទឥឡូវបានជួបបងហើយយ៉ាបងគាត់ធ្វើដំណើរទៅជាមួយដែរយ៉ាគឺយើងបាទនិយាយរាប់អានគ្នាហើយក៏អង្គុយហូបអីបន្តិចហើយទៀតយើងនឹងចេញដំណើរទៅបន្តទៀតគឺឡើងភ្នំតែម្ដងអូខេហើយក្រោយពីយើងបានទិញម្ហូបអាហារអីរួចហើយក៏រៀបចំចេញដំណើរទៀតហើយកន្លែងនេះក៏ដើរទិញអាវភ្លៀងបាទគឺអ្នកលក់ឆ្ងល់ខ្លាំងមែនតើថាចុំមកប៉ែនេះទិញអាវភ្លៀងធ្វើអីណាមកតង់មួយពីរនាក់ចុំហើយសំណាងអត់ទិញខ្លាញ់ចាប់អត់ឲ្យតែទិញអាវភ្លៀងគេមើលមុខពេញផ្សារតែម្ដងគឺថាអត់ដឹងថាគេគិតអីទេហើយអាវភ្លៀងខ្ញុំទិញយកទៅត្រូវការចាខ្ញុំប្រាប់មកចុងវីដេអូបាទហើយក៏មកទិញធុងស្នោទិញតកកទិញរបស់របរប្រើប្រាស់នៅលើភ្នំអញ្ចឹងបាទអូខេអានេះគឺជាទេសភាពនៅតាមផ្លូវនៃការជិះទៅកាន់ភ្នំគិរីរម្យទាំងអស់គ្នា view ស្អាតខ្លាំងមែនតើបាទអូខេទស្សនាទេសភាពតាមផ្លូវទាំងអស់គ្នាបាទអត់ស្គាល់ដែរអូនអត់ស្គាល់ទេអូន
ពួកយើងមកដល់លើភ្នំគិរីរម្យបាទសត្វមិញនេះឧទាហរណ៍បើវារត់មកនឹងងាប់មកបាទនឹងរត់ទៅណារួចទេសត្វមិញនេះមិនណាចេះវានឹងប្រឹងអញ្ចឹងណាបាទហើយនេះយើងកំពុងតែធ្វើការជិះម៉ូតូឡើងលើភ្នំមកបាទផ្លូវគឺចោតឡើងចុះតែម្ដងនៅពេលចុះវិញបានល្អមើលបាទចុះវិញគឺជម្រាលខ្លាំងតែម្ដងទៀតនេះគឺ view នៅតាមផ្លូវដើមស្រល់ដើម្បីគឺភាពស្អាតខ្លាំងមែនទែនលើភ្នំគិរីរម្យហើយកន្លែងនេះខ្ញុំបានមកដល់លើភ្នំគិរីរម្យដល់រង្វង់មូលហើយក៏ចុះថតរូបលេងពីប៉ុស្តិ៍ហើយបងយកមកកាក់ដៃទៅវិញ ថ្ងៃនេះកន្លែងរង្វង់មូលនិពន្ធនៅខាងគិរីរម្យនេះបាទហើយយើងរូបឲ្យហើយយើងចុះមកឃ្លាលុយម្ដងចឹងណាយើងឃ្លាលុយឃ្លាហើយទៅដើម្បីកុំឲ្យវារញ៉េរញ៉ៃចឹងបាទចឹងយើងដើរលេងយើងបង្កើតអារម្មណ៍ស្បាយហើយសម្រាប់ការជិះម៉ូតូផ្លូវឆ្ងាយគឺនេះហត់ខ្លាំងមែនតើហើយពេលដែលយើងមកឃើញទេសភាពបែបនេះគឺថាអារម្មណ៍យើងគឺវាស្រស់ស្រាយមែនតើហើយនេះដល់ផ្លូវចូលទៅឧទ្យានបោះតង់នឹងយើងចង់បោះនៅក្រោមក៏បានបោះនៅលើក៏បានបោះនៅក្រោមវាអត់សូវសុវត្ថិភាពតែយើងចង់បែប relax introvert ចឹងបែបស្ងប់ស្ងាត់បាទហើយបន្ទាប់ពីពិភាក្សាគ្នាឃ្លាលុយឲ្យអស់ហើយយើងក៏ចេញដំណើរទៅមុខទៀតបាទអូខេហើយក៏មកដល់កន្លែងផ្ញើម៉ូតូហើយក៏មានពួកបងក្រុមម៉ូតូធំៗក៏មកជាមួយដែរអូខេហើយក៏ពិសាគ្នារួចក៏យកអីវ៉ាន់យើងទៅ check in ចាហើយយើងធ្វើដំណើរទៅកន្លែងដែលយើងរើសបោះតង់តែម្ដងបាទយើងមកដល់នំហើយពុំតែនកាន់ iPad lock ជាវ៉ាន់ហើយក៏ពួកយើងនាំគ្នាដំឡើងតង់ដើម្បីទុកពេលវេលា relax ជាមួយនឹងថ្ងៃលិចនិងសម្រស់នៅលើភ្នំគិរីរម្យបាទព្រោះយើងជិះម៉ូតូផ្លូវឆ្ងាយអញ្ចឹងយើងត្រូវប្រើពេលវេលាឲ្យមានតម្លៃអញ្ចឹងបាទហើយក៏រៀបចំឡើងតង់ឲ្យហើយមកថតទេសភាពឲ្យបងប្អូនមើលបាទនេះគឺស្អាតខ្លាំងមែនតើទេសភាពនៅគិរីរម្យខ្ញុំរីកមិនដល់អ្នកគ្រាទៅខែនេះមែនតើគឺវាមានត្រជាក់ពេកមានក្តៅពេកល្មមហើយយប់ឡើងមានអាប់មកព្រឹកឡើងមានអាប់រលិចខ្លាំងមែនតើតែម្ដងយ៉ាហើយក៏រៀបចំថតរូបពីប៉ុស្តិ៍លេងបាទអូខេហើយយ៉ាចាំទស្សនាសកម្មភាពបន្តទៀតខ្ញុំដាក់នៅគ្នាមើលតែម្ដងSurvivor បាទហើយមានមកដល់ភ្លាមនោះគឺមានធ្វើអីទេបាទរៀបចំអីវ៉ាន់បោះតង់រួចហើយក៏ដើរគួយគុណមើលទេសភាពបាទព្រោះយើងពេលវេលាមានដៃកំណត់អញ្ចឹងបាទហើយទេសភាពយូរនៅគិរីរម្យនេះគឺស្អាតខ្លាំងមែនតើខ្ញុំរីកមិនឲ្យអ្នកគ្រាទៅទស្សនានៅគទាទៅរំហាយខួរក្បាលខ្លះដើម្បីបាត់ការ stress ចុះមកសៅរ៍អាទិត្យដល់ដឹងទៅណាខ្ញុំរីកមិនខ្លាំងមែនតើជាមួយនឹងឧទ្យានគិរីរម្យបាទគឺថាទេសភាពស្អាតខ្លាំងមែនតើនៅទីនោះតែម្ដងគ្រាទៅហើយគឺថាជាប់ចិត្តចង់ទៅម្ដងទៀតតែម្ដងអូខេបាទដូចខ្ញុំបាននិយាយចឹងបាទយើងធ្វើ
ការជិះម៉ូតូផ្លូវឆ្ងាយហើយយើងមកដល់ឃើញទិដ្ឋភាពបែបនេះគឺថាអារម្មណ៍ដែលយើងជិះម៉ូតូហត់នឿយពីផ្ទះមកដើម្បីខំប្រឹងឡើងភ្នំដើម្បីមកបាន relax ទិដ្ឋភាពបែបហ្នឹងគឺថាបាត់អារម្មណ៍អស់នៃការហត់នឿយនៃកម្លាំងយើងជិះម៉ូតូគឺថាបាត់អស់លីនតែម្ដងបាទគឺថាអារម្មណ៍ថា fresh ស្រស់ស្រាយខ្លាំងមែនតើឥឡូវនេះកំពុងតែ voiceover គឺថាអារម្មណ៍កំពុងនៅគ្រីរុំតែ voiceover នៅផ្ទះបាទគឺថាសាំតែម្ដងពួកយើងឬជាប់សិក្សាអញ្ចឹងបើសិនជាអត់រៀនវិញខ្ញុំថាជាក្នុងមួយខែបាទដេកលើភ្នំមួយខែតែម្ដងដើម្បីឲ្យវា relax អស់គឺថាវាឆ្អែតឆ្អន់អញ្ចឹងដើម្បីឲ្យនឹករលឹកទៀតem nhưng mà với mọi người con em đi đi vô mình tu thân em cái giờ lặng nam mưa tây nam điហើយយើងក៏រៀបចំអាំងសាច់បាទគឺថាបោកធីមជាមួយពួកគាត់តែម្ដងចាគឺថាបោកធីមពួកគាត់រត់រីខ្លាំងមែនតើគឺយើង happy ជុំគ្នានៅលើភ្នំគិរីរម្យចាយើងថតសកម្មភាពខ្លះៗដែលខ្ញុំបានថតផ្ដិតរូបនៅទីនោះឲ្យអ្នកគ្នាទស្សនាដើម្បីអ្នកគ្នា relax នៅក្នុងវីដេអូមួយនេះផងដែរបាទហើយក៏រៀបចំញ៉ាំអាហារចឹងបាទអាំងសាច់អាំងអីហើយយើងរៀបចំបាយជុំគ្នាតែម្ដងចាហើយនេះសកម្មភាពដល់យកហូបបាយគេបាត់មើលទេបាទបន្ទាប់ពីយើងហូបអាហាររួចហើយក៏ដើរថតរូបលេងនៅលើភ្នំគិរីរម្យតែម្ដងបាទថាទេសភាពស្អាតខ្លាំងមែនតើហើយយើងមកដើរលេងយើងមិនថតរូបដូចថាដូចជាអត់បានដើរលេងអញ្ចឹងបាទហើយខ្ញុំនេះប្លែកគេតែឯងមកបាទកាន់ iPad vlog តែម្ដងនេះកន្លែងដែលយើងមកថតរូបគឺកម្មវិញថាគឺស្រស់ស្រាយមែនតើអារម្មណ៍ពីយើងមើលទៅឃើញភ្នំ4 5 6 7 8 9 10តែអែមខ្លាំងមែនតើតែម្ដងបាទអូសូពូតែម្ដងអ្នកគ្នាមើលតែទឹកមុខទៅដឹងថាវា fresh ប៉ុណ្ណាតែម្ដងអូអារម្មណ៍នេះគឺអែមមែនតើបាទនេះដៃកាមេរ៉ាមែនបាទគឺទឹកដៃអែមមែនតើបាទខ្ញុំដាក់រូបតែគាត់បានថតឲ្យមើលបាទនេះបាទអូ1 2 3ក្រឹករូបអែមហ្មងរូបបាទហើយដល់ផ្ទះវិញសុំម៉ែទិញកាមេរ៉ាថតតែម្ដងបាទអូខេ
ឥឡូវយើងទៅទៀតរៀបចំកន្លែងដេកហើយ US ហើយចាំជួបគ្នានៅព្រឹកឡើងហើយនៅឡើយនេះទេសភាពស្អាតខ្លាំងមែនតើអ្នកគ្នាគួរតែមកលេងខ្ញុំរៀបខមមិនខ្លាំងមែនតើហើយពេលយប់មកស្ប៉ានេះគឺមានអាប់ចុះមកស្អាតជាក់ស្រួលខ្លួនមែនតើម្ដងអាប់ហើយមានជាមួយនឹងភ្លើងពណ៌ជាមួយនឹងដើមស្អីទេតិចខ្ញុំបាត់តែមែនតើអ្នកគ្នាគួរតែមកសាកrelate ជាមួយនឹងអូសៀនគ្រីរ៉ុមយ៉ាងអូសៀនមកតង់ camping park អូខេលើកភ្លើងដល់សាក់អស់ស្មោអូខេចាំទៅជួបគ្នានៅព្រឹកស្អែកបាយបាយ Good night game on night yes Good morning អ្នកនរគ្នាយ៉ាឥឡូវភ្លឺហើយរៀបចំដើរមើលទេសភាពបន្តិចហើយចាំទិញទឹករកអាហារហើយនឹងចេញទៅយ៉ាមិញដេកជាក់ស្រួលខ្លាំងមែនតើហើយខ្ញុំមកបកស្រាយរឿងតិចភ្លើងតិចដោយសារហ្នឹងវាមានទឹកសោអញ្ចឹងហើយបើយើងអត់បានដាក់សាប៊ូលើតង់កស៊ូអញ្ចឹងបើយើងអត់ទិញអាស្លៀកពាក់ទេអ្នកឡើងមកទឹកពេញខ្លួនយើងការពារបើអត់ឲ្យភ្លើងចាប់អត់ឲ្យគេនេះតាមស្រោវិញវិញណាតាមស្រោវិញវិញទៅណារំផុសឡៃពីនៅផ្ទះខ្លាំងមែនតើនេះយើងពងនៅលើភ្នំលើកំពូលភ្នំហ្នឹងកំពូលភ្នំគ្រីរុំផុតអស់គេមកតម្លៃមែនតើគឺសំឡេងសត្វយំឬសំឡេងសត្វស្រែកខ្យល់បក់វូអ្នកគ្នាដែលមើលរឿងខ្មោចយកខ្យល់វូហ្នឹងហើយបាទតែទឹកអាប់ចុះអាប់មកពេញចុះអាប់ពេញពពកតែម្ដងពេញភ្នំមកខ្ញុំអត់ឃើញនៅខាងក្រោមទេហើយនេះជំរាទៅតែម្ដងចាំខ្ញុំថតកម្មវិធីទៅវិញខ្លះអ្នកគ្នាទស្សនាអូខេរៀបចំម៉ែបងមករត់ទៅនឹងដាក់អាសានឹងរត់នេះដាក់ហើយដាក់ទៅជុំហើយយប់មិញបុកតគ្នាអញ្ចឹងខ្ញុំឡើងទុកទឹក3ដងនៅដេកបាស់លើយកចោលទឹកសាបនេះជិះចូលមិញលើកបលនៅអស់នៅក្រៅអស់ណាយកទៅនោះឡើយអាំងភ្លើនោះតែអាំងភ្លើគេអស់គេប៉ុនណៃដុតគេចាំទៅមួយទឹកផនជា Good morning អ្នកនរគ្នាបាទរំឡើងមកភ្ញាក់មកគឺអារម្មណ៍ស្រស់ស្រាយខ្លាំងមែនតើបាទនេះគឺកំពុងតែដើរទៅតាមទប់ទឹកដើម្បីងូតទឹកបាទដើម្បីយើងបន្តដំណើរទៅមុខទៀតយ៉ាព្រោះដំណើររបស់យើងបានឆ្ងាយណាស់បាទហើយក៏បានចូលមកងូតទឹកងូតអីហើយយ៉ាយ៉ាងទស្សនាបន្តទៀតបាទគឺទេសភាពស្អាតមែនតើនៅលើភ្នំគីរុំនៅពេលលំឡើងបាទហើយនេះបាទនៅក្នុងទប់ទឹករបស់គេគឺស្អាតខ្លាំងមែនតើហើយខ្ញុំអត់ចង់ធ្វើឲ្យវីដេអូនេះវែងឆ្ងាយទេបាទគឺមើលទៅវាជិត20នាទីជាងហើយបាទអញ្ចឹងគឺមានថាយើងរៀបចំបិទ vlog ក្រុមនឹងតែម្ដងកុំឲ្យវាវែងឆ្ងាយពេកព្រោះមានវីដេអូអីផ្សេងនេះបាទក្រៅពីយីងដល់ផ្ទះនឹងធម្មតាគ្រូអ្នកគ្នាធុញអញ្ចឹងបាទ
ok hay chẳng có xong bật lọc ở trong năng chắc con này có thể là bàn tam đàn bị ổn định tam bị ổn định cho bà bởi bản chất complete chui xe nên lại mình vào bye bye